កឋិនមានយូរអង្វែងប្រជីចាស់ក្មេងប្រារព្ធរាំងសាមគ្គីគ្នាធ្វើពេលចេញវស្សាដើម្បីពវរណាប្រគេនព្រះសង្ឃធ្វើកឋិននេះបានបុណ្យអណែកបរិស័ទសែនត្រេកដងហែត្រៃស្បង់មើលទៅសែនល្អសែនស្អាតផរផង់មានបាតត្រៃស្បង់អដ្ឋបរិខាបុណ្យកឋិននេះមានកាលកំណត់មួយខែត្រូវចំគឺធ្វើពុំបានញាតិមិននាំគ្នាមនីគ្រប់ប្រានសាងបុណ្យនិងបានអានិសង្ឃ5អានិសង្ឃទាំងនេះមាន5ប្រការមួយគឺសុខរូបតារូបភ្លឺសាច់ចាំបើកើតជាមនុស្សអាយុ100ឆ្នាំសាច់ឈាមនៅចាំល្អគ្មានខ្វាំងខ្វងអានិសង្ឃទី2សុវណ្ណតាពណ៌ខ្លួននេះណាភ្លឺថ្លាផរផង់កើតជាមនុស្សលោកសម្បត្តិស្ដុកស្ដំសម្បុរខ្លួនសមល្អស្រងសោភីចំណែកទី3សងសន្តានាត្រង់ទ្រាយអង្គចាស្អាតដូចចន្ទ្រារៀងរៅសំសួនគ្មានធាត់គ្មានហៀនិងហើយគឺជាផលបុណ្យជាក់ច្បាំងទី4នោះគឺចក្រវត្តរាជាសម្បត្តិហោហីកើតជាស្ដេចចក្រមានយួងមានទ្រព្យគូគប់ល្អល្អះប្រសើរក្រៃក្រាំងគុំថ្កើងគេឈ្មោះអានិសង្ឃទី5និងទី6ផលបុណ្យលើកស្ទួយឲ្យបានសាងក្នុងហើយមានបញ្ញាឆ្លៀសឆ្លាត